សួស្តីអ្នកនរគ្នាខ្ញុំពងងានសូណាយរឿងហើយយើងមកតវិវត្តសិនទី5របស់យើងវត្តសិនទី6តែយើងតវិវត្តសិនទី5អ្នកនរគ្នាយល់អត់ដោយដែលដឹងហើយថាវត្តសិនទី3របស់យើងហ្នឹងគឺអាណានរបស់យើងហ្នឹងគឺបានឈឺហើយពេលហ្នឹងរ៉ានក៏បានមកសួរសុខទុក្ខបងស្រីរបស់នាងថាមិនដែរអាណានក៏បាននិយាយថាថ្ងៃហ្នឹងគឺបងរបស់គាត់ហ្នឹងខ្ជូតខ្លាំងហើយរ៉ានក៏បានចូលដែរហើយក៏បានខិតទៅចិត្តបងរបស់នាងដើម្បីឲ្យបងរបស់នាងមើលមុខហើយពេលហ្នឹងពួកគាត់ទាំងពីរគឺសើគ្នាចាស់ឡើងក៏បានដេកបាត់ទៅហើយផឹកឡើងគឺអាណានក៏បានភ្ញាក់ពីគេងមុនហើយនាងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនតើដែលដេកយូរចឹងហើយពេលហ្នឹងគឺគាត់បានអង្គុយទៅឃើញរ៉ានកំពុងតែគេងហើយអាណានគឺអត់ចង់ណាស់ទេទៅពេលដើរទៅគឺបុកជាមួយនឹងជាងធ្វើឲ្យនាងគឺឈឺខ្លាំងមែនតើពេលហ្នឹងនាងយំទៅលើកទី1ដែលឃើញអាណានរបស់យើងគឺយំហើយពេលហ្នឹងគឺនាងបានចូលមកច្រានបាយដើម្បីធ្វើម្ហូបឲ្យបងរបស់នាងពេលហ្នឹងពេលដើរឈរទៅគឺមើលទូទឹកកកអត់មានអីញ៉ាំទេហើយពេលហ្នឹងនាងក៏បានដើរត្រឡប់ទៅវិញហើយឆ្លៀតទៅបងជាងទៀតណានាងក៏បានដើរអញ្ចឹងនឹងមកដៃដឹងឈឺយ៉ាងណាទេមកទៅហើយពេលមកដល់ឡើងលើវិញគឺឃើញបងរបស់នាងកំពុងតែគេងគឺនាងក៏បានហៅបងរបស់នាងធម្មតាទេដើម្បីឲ្យបងរបស់នាងភ្ញាក់ពេលហ្នឹងរ៉ានគឺអត់ភ្ញាក់ទេពេលហ្នឹងអាណានក៏បានឆែកជំទាវយកហ្មងឡើងអង្គើតែហើយរ៉ានក៏បានភ្ញាក់ពីគេងទៅហើយគឺនាងធុញមែនតើណែមានអ្នកដាស់នាងចឹងហោរដងគឺអត់ដែរមានណាគេដាស់ទេគឺងើបពីគេងធម្មតាចឹងណាពេលហ្នឹងក៏បានឆ្ងាយមួយផ្លែទៅហើយពេលហ្នឹងក៏លេចឃើញបងស្រីរបស់នាងធ្វើមកចឹងនាងក៏ភ័យថាហេតុអីក៏អាណានឹងធ្វើមកចឹងអាក្រក់មើលខ្លាំងណាស់អាណានក៏បាននិយាយថាអាក្រក់មិនអាក្រក់ទៅគឺថ្ងៃហ្នឹងគឺត្រូវមានការរវល់ចាញ់ទៅសារពីអ្នកគាត់មើលរ៉ានរបស់យើងធ្វើមកបងស្រីរបស់នាងកំពុងតែចាំរ៉ានណាទៅពេលមកដល់ខើឃើញបងស្រីរបស់នាងខ្ជូតពេកហើយក៏លងស្លាយម្ដងទៀតទៅគឺនាងបាត់ខឹងឥឡូវហ្នឹងអាណានរបស់យើងបាត់ខឹងនៃសារបងឃើញបងស្រីរបស់នាងយើងដឹងចំណុចរបស់រ៉ាណានមួយទៀតហើយនាងគឺចូលចិត្តបងស្រីរបស់នាងខ្លាំងមែនតើហើយពេលហ្នឹងមកដល់កន្លែងហាងគេបងស្រីរបស់នាងឃើញរបស់ញ៉ាំគឺនាងចង់ទៅទិញញ៉ាំហើយពេលហ្នឹងបងស្រីរបស់នាងគឺបានចាប់ដៃជាប់ហើយក៏បានឃើញមុខបោះបងរបស់នាងកំសត់ពេកនាងក៏បាននិយាយថាបើសិនជាចង់ញ៉ាំអីគឺញ៉ាំទៅហើយពេលហ្នឹងក៏បបួលគ្នាទៅទិញអីញ៉ាំទៅពេលហ្នឹងរ៉ាណារបស់យើងគឺសប្បាយចិត្តខ្លាំងមែនតើដើរទិញនេះទិញនោះគ្រប់កន្លែងឡើងអេដមីនសារាយគឺអត់ចង់តន់តែម្ដងគឺកាត់ចោលហើយពេលមកដល់ផ្ទះវិញហ្នឹងអ្នកទាំងពីរក៏បានរៀបចំរបស់ទុកដាក់ហើយអាណានឃើញបងស្រីរបស់នាងកំពុងតែមើលទូរស័ព្ទគឺនាងអាចបានខាត់ទេតែទៅពេលដែលអាណានចេញទៅបាត់គឺរ៉ានលួចលេងខែមចឹងហ្មងហើយពេលបងស្រីរបស់នាងតាមតាន់ទៅគឺក៏ភ័យហើយលាក់ទូរស័ព្ទហ្នឹងទៅអាណានក៏សួរថាអូនឯងនឹងធ្វើស្អីគេគាត់អត់ចង់ឲ្យរ៉ានគឺលេងហ្គេមនេះហើយគាត់ក៏ទៅដើមទូរស័ព្ទចេញពីរ៉ានទៅហើយពេលហ្នឹងគឺអាណានរបស់យើងនឹងគឺអត់បានលួងបងរបស់នាងទេកាន់មកមើលថាយីវិញដែលកំពុងតែបបួលបងរបស់គេនឹងទៅដើរលេងអញ្ចឹងណាហើយមកដល់ឃើញបងរបស់គេនឹងកំពុងតែគេលេងហ្គេមហើយបងគេលេងហ្គេមកើតទៀតណាឃើញប្រហែលជាគាត់បកាភ្នែកទៅដឹងបងគេក៏បានខឹងហើយដេញឲ្យបងគេនឹងចេញទៅហើយកណាបានចេញបានឲ្យគេទៅផ្លាកានេះហើយគេក៏បានធាក់បងគេមកជើហ្នឹងខ្ទាតទៅហើយបងគេថាអើយគឺខ្លាចខ្លាំងនៅពេលមកដល់ខែហ្នឹងបងគេក៏បបួលបងរបស់គេហ្នឹងមកញ៉ាំអីហើយក៏ជួបគ្នាជាមួយនឹងពូរបស់គេហើយដែរថាយីនហើយនឹងពូរបស់គេហ្នឹងក៏ត្រូវគ្នាទេពូរបស់គេមានគំនិតអាក្រក់ខ្លាំងមែនតើគឺគេលើករឿងណែម្ដាយរបស់គេហ្នឹងឈឺហើយយកមកគំរាមទូប្រុសយើងហើយកូនស្រីហ្នឹងក៏បាននិយាយថាបងថាយីនហ្នឹងធ្វើតាមប៉ារបស់នាងតើអត់ខុសទេហើយថាយីនក៏បដិសេធហើយប៉ារបស់គេក៏ខឹងហើយថាយីនក៏បាននិយាយថាពួកឯងស្មានតែខ្ញុំមិនដឹងថាពួកឯងហ្នឹងគិតអីគេអត់មកដល់មកគំរាមគេអញ្ចឹងខ្ញុំអត់ព្រមជាមួយនឹងពួកឯងទេហើយប៉ារបស់គេហ្នឹងក៏ខឹងដែរហើយនិយាយថាបើសិនជាមិនព្រមតាមគាត់ទេគាត់នឹងបដិញម៉ាក់របស់គេចេញពីទីពេទ្យហ្នឹងហើយថាយីនក៏ខឹងទៅធ្វើឲ្យគាត់មានអារម្មណ៍ថប់សិចចឹងណាហើយបងស្រីរបស់គេហ្នឹងក៏បានមកលួងលោមបងរបស់គេហើយខឹងជាមួយនឹងពូនឹងខ្លាំងមែនតើក៏បាននាំគ្នាចេញទៅហើយកូនរបស់គេក៏បានសួរប៉ារបស់គេថាឥឡូវយើងគិតធ្វើម៉េចទៀតហើយប៉ារបស់គេក៏និយាយថាគឺគាត់មានដំណោះស្រាយហើយកុំភ័យហើយបើសិនទី6របស់យើងគឺបានចាប់ហើយអ្នកទាំងអស់គ្នាហើយកុំភ្លេច Subscribe ឆានែលមានម្នាក់មួយផងណាអរគុណ Thank you I love you